នេះហាមកធ្វើភីសាត្រែនយាយបាយល្ងាចហើយគាត់ចូលស្មាអីតែគ្រាន់តែលឿនខ្ញុំធ្វើភីសាត្រែនហើយនឹងគាត់ចេញមកភ្លក់ UCO 拉丝榴莲披萨好讲吗？好讲好讲。តែផ្សារឃើញគេលក់ត្រែនច្រើនមែនតើខ្ញុំនេះអត់សូវហ៊ានទិញទេមុនទិញហ្នឹងសួរសិនថាត្រែនហ្នឹងមកពីណា请问这个榴莲哪里来的？越南。ដឹងពីប្រភពហើយទៅខ្ញុំនេះហ៊ានទិញធូរថ្លៃដែរទេ6ខាំហ្នឹងវាស្មើនឹង10000ណាចោះរើសឡើងហ្នឹងខ្ញុំចង់បានរៀងធំដែរនេះរើអាធំហ្នឹងហ្មងទៅអ្នកលក់ហ្នឹងគាត់មកជួយរើឲ្យទៀតឥឡូវខ្ញុំរើបានហើយកាត់លុយទៅមួយផ្លែនេះចូល20រៀលអបផ្សារជើងនេះហាឃើញខ្នោទៀតនេះគេដាក់លក់ខ្នោឡើងមួយកណោតែខ្ញុំនេះអត់ហ៊ានទិញទេខ្លាចទិញប៉ះចំខ្នោញ៉ាំអត់ឆ្ងាញ់ទៀតហ៎តែក្នុងចិត្តនេះហាចង់ញ៉ាំមែនតែនណាមួយអាវ៉ៃខ្ញុំច្រើនដែរនិយាយទៅបើទិញខ្នោទៀតហ្នឹងអត់មានកន្លែងកាន់អត់មានកន្លែងយួរទេចាំមាននិស័យលើកក្រោយបើសិនជាបានជួបនឹងទិញវាម្ដងទៀតត្រែននេះខ្ញុំទុកមួយយប់ខ្ញុំអត់ដឹងថាវាប្រេះសោះពេលខ្ញុំទិញមកហ្នឹងអត់មានប្រេះទេទុកតែមួយយប់គឺប្រេះហ្មងហើយនិយាយពីថាក្លុកទៅឮឡើងក្លុកខ្ញុំហាយអាកន្លែងវាប្រេះនឹងមុនគេតែមើលទៅសាច់វាអត់សូវល្អសោះអាកន្លែងប្រេះហ្នឹងសាច់វាអេកដូចចូលខ្យល់អញ្ចឹងតែកន្លែងអត់ប្រេះហាពេលដែលពុះវាទៅសាច់គេឡើងល្អសាច់គេគឺបាន4ខ្លែបនឹងឯងល្អ2អត់ល្អ2បើយាយវិញគាត់ចូលចិត្តញ៉ាំត្រែនមែនតើបកហើយនឹងឲ្យគាត់ភ្លក់និយាយពីថាហូបម្ដងអស់ឡើង3ដុំអានេះបាយហើយហងកាពួកខ្ញុំធ្វើការនៅខ្មែរវិញឲ្យតែបានច្បាប់មកលេងតៃវ៉ាន់ម្ដងខ្ញុំតែងតែអានំក្រេបត្រែនយកមកឲ្យគាត់ញ៉ាំទិញម្ដងឡើង20ប្រអប់វាយគេស្នោមកពួកគាត់ចូលចិត្តញ៉ាំប៉ុន្តែអត់ហ៊ានទិញទេគាត់ថាថ្លៃតាមពិតតែកម្រងខ្ញុំទិញត្រែនយកមកធ្វើភីសាត្រែនគាត់ថាពួកគាត់ប្រហែលជាភ្លក់ម្នាក់ម្ដុំទេមានណាម្នាក់2 3ដុំឡើងចិត្តអស់ហើយហ្នឹងតែនៅប៉ុណ្្នឹងក៏ខ្ញុំអាចធ្វើបានដែរខ្ជិលទៅទិញទៀតហើយខ្ញុំយកវាហ្នឹងមកស្កត់ដើម្បីដកគ្រាប់ចេញហើយឲ្យសាច់ហ្នឹងវាម៉ត់វាបែកចូលគ្នាឥឡូវខ្ញុំចាប់ផ្ដើមមកលាយម្សៅមីខ្ញុំដាក់ចំនួន250ក្រាមខ្ទិះដូងដាក់ចំនួន120ក្រាមម៉ែននំប៉័ង3ក្រាមស្ករសមួយស្ព្រាបាយអំបិលម្ទេសឆាមួយស្ព្រាច្បល់គ្រឿងផ្សំហ្នឹងឲ្យបានសព្វចូលគ្នាបានល្អហើយខ្ញុំធ្វើដាក់តាមរូបមន្តគេនេះមើលទៅវារៀងកោកពេកអញ្ចឹងខ្ញុំបានបន្ថែមទឹកតិចទៀតស្មានខ្លួនឯងមើលតែมันល្មមអញ្ចឹងណាបន្ទាប់មកច្បាច់វាឲ្យបានសព្វចូលគ្នាច្បាច់រហូតដល់វាលែងជាប់ដៃសាច់ម្សៅយើងក៏ស្មូតល្អដែរបន្ទាប់មកលាបខ្លាញ់នឹងកធន់នឹងឲ្យបានសព្វដាក់សាច់នំយើងនឹងចូលអាវាចោលរយៈពេល1ម៉ោងនេះ1ម៉ោងក្រោយមកក៏បានយកវានឹងច្បាច់ឲ្យចេញខ្យល់ល្អបន្ទាប់មកអង្គុញវាឲ្យវារៀងតប៉ែតកត់វាឲ្យបានស្ដាងប៉ុណ្ណេះហើយខ្ញុំក៏បានចាប់ផ្ដើមដាក់ត្រែនដែលយើងអង្គុញមុនហ្នឹងចូលមកពេលដាក់ទៅមានអារម្មណ៍ថាសាច់ត្រែនវារៀងស្ទើខ្លាំងមែនតែនហ្មងហើយធ្វើមិនទេមានធ្វើតាមហ្នឹងទៅបន្ទាប់មកដាក់ឈីសអន្តែរបស់យើងចូលមកហើយចាប់ផ្ដើមបត់វាឲ្យចិត្តណាហើយត្រឡប់វាទៅមកខាងទៀតស្កត់វាឲ្យតប៉ែតហើយគោះពងមាន់មកគ្រាប់មកយកតែផ្នែកក្រហមយកមកលាបពីលើវាមុនហ្នឹងខ្ញុំបានក្តៅម៉ាស៊ីនចោល10នាទីហើយដែរឥឡូវខ្ញុំបានដាក់នំយើងចូលខ្ញុំដុតប្រើក្តៅ200រយៈពេល30នាទីអត់បាន10នាទីហ្នឹងខ្ញុំយកអាក្រហមដែលនៅសល់ហ្នឹងយកវាមកលាបឲ្យអស់និយាយពីថាក្លិនវិញឡើងឈ្ងុយហ្មងអានេះមើលទៅដល់ដូចភីសាសោះដូចនំប៉័ងអាម៉េចទេយើងតិចពេកដល់ពេលមើលទៅសិតតែសាច់នំច្រើនជាងក្មេងខ្ញុំគាត់ភ្លក់ហើយគាត់ថាត្រែនណាក្លិនខ្លាំងមែនតើយាយគាត់ស្ងំនៅក្នុងបន្ទប់ឲ្យពួកខ្ញុំនេះហើយគាត់ចេញមកទៀតឲ្យគាត់មកភ្លក់ដោយសារឃើញគាត់ចូលចិត្តពេកចុះUCO មានឈីសទៀងទៀតគាត់ថារសជាតិគួរសមអាចញ៉ាំបានតែមួយហ្នឹងគាត់ហូបសឹងចង់អស់ដោយសារនំប៉័ងវាច្រើនពេកដាក់តែមួយដុំហ្នឹងគឺឆ្អែតខ្លាំងហ្មងនំហ្នឹងខ្ញុំញ៉ាំហើយវាថារសជាតិឆ្ងាញ់គួរសមថងថាសាច់នំប៉័ងហ្នឹងវាច្រើនជាងបើបានត្រែនច្រើនជាងហ្នឹងកាន់តែឆ្ងាញ់បាទក្មេងខ្ញុំក៏អត់ចេះញ៉ាំទេគាត់ថាត្រែនហ្នឹងស្អុយបងថ្លៃខ្ញុំក៏អញ្ចឹងដែរគាត់ថាត្រែនហ្នឹងស្អុយក៏អត់ចេះញ៉ាំទេទោះគាត់អត់ចូលចិត្តថាស្អុយមែនប៉ុន្តែគាត់អត់មានលក្ខណៈធំក្លិនអត់បានធំក្លិនចង់ក្អួតអីគឺអត់ទេធំថាលក្ខណៈគាត់អត់ចូលចិត្តគាត់អត់ចង់ញ៉ាំអញ្ចឹងនឹងឯងដែលពួកខ្ញុំអង្គុយញ៉ាំហ្នឹងគឺគាត់នៅតមុខនឹងឯងអង្គុយមើលពួកខ្ញុំនឹងហូបនំហ្នឹងញ៉ាំបានតែតិចទេញ៉ាំច្រើនរៀងតលាន់